កំពុងតែពិបាកចិត្តបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ហើយនៅមកជឿក្បាលវេទនាដឹងថាតើគួររៀបចំពិធីបុណ្យសពឲ្យពួកគាត់ដោយរបៀបណាទៀតពិតជាទុកជន់ទុកមែនសាកសម័យមើលថាបើសិនបើយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងតើមានបញ្ហាអ្វីខ្លះហើយដែលយើងអាចជួបប្រទះហើយនេះគឺជាបញ្ហាដែលខ្ញុំគិតថាយើងអាចនឹងជួបនៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពមួយហ្នឹងច្បាស់ណាស់ហើយថានៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់យើងអត់ដឹងថាត្រូវធ្វើអីទេក្រៅពីពិបាកចិត្តហើយនឹងយំបើសិនបើយើងមានបងប្អូនឬក៏ញាតិមិត្តមកជួយជ្រោមជ្រែងហើយជួយរៀបចំពិធីបុណ្យសពនៅពេលហ្នឹងគឺវាងាយស្រួលចុះបើសិនបើយើងអត់មានណាគេអត់មានបងប្អូនណាមកជួយតែយើងនឹងត្រូវស្វែងរកសេវាកម្មដើម្បីមករៀបចំពិធីបុណ្យសពហ្នឹងតាមរបៀបណាហើយបើយើងស្វែងរកវាបានហើយថាតើតម្លៃដែលគេគិតមកលើយើងហ្នឹងវាស័ក្តិសមនឹងអ្វីដែលគេផ្ដល់ឲ្យយើងអត់ហើយគ្រួសារទាំងអស់សិតតែជួបបញ្ហាដូចគ្នាមែនអញ្ចឹងដើម្បីដឹងរឿងនឹងកាន់តែច្បាស់ក្រុមពួកខ្ញុំក៏បានទៅសម្ភាសគ្រួសារចំនួន2ដែលគ្រួសារទី1ហ្នឹងគឺអ៊ំស្រីគាត់មានឪពុកគាត់ស្លាប់គាត់បានប្រាប់ថានៅពេលដែលឪពុកគាត់ស្លាប់ហ្នឹងគឺគាត់អត់ដឹងអ្វីទាំងអស់ក្រៅពីពិបាកចិត្តហើយនឹងយំប៉ុន្តែគាត់មានបងប្អូនហើយនឹងញាតិមិត្តចាំជួយជ្រោមជ្រែងគាត់ហើយលើពីហ្នឹងទៀតដោយសារឪពុកគាត់ធ្វើការរត់អញ្ចឹងគេបានរៀបចំពិធីបុណ្យសពឲ្យគាត់ហ្មងគាត់អត់ចាំបាច់ level ឬក៏ជិះក្បាលទៅរឿងរៀបចំដោយខ្លួនឯងទេហើយគាត់បានបញ្ជាក់ប្រាប់ថាបើសិនបើអត់មានរត់ជួយគាត់ទេគាត់អត់ដឹងថាចាប់ផ្ដើមពីណាទៅណាមុនដូចគ្នាចំណែកគ្រួសារទី2គឺជាកូនប្រុសម្នាក់ដែលគាត់បានបាត់បង់ទាំងឪពុកទាំងម្ដាយហើយគាត់អត់មានបងប្អូនញាតិមិត្តនៅជុំវិញខ្លួននៅពេលហ្នឹងទេហើយនៅពេលហ្នឹងគាត់អត់ដឹងថាតើគាត់គួរតែរៀបចំពិធីបុណ្យសពឲ្យឪពុកម្ដាយគាត់ដោយរបៀបណាព្រោះគាត់កំពុងតែពិបាកចិត្តហើយយំរហូតគាត់អត់ដឹងថាត្រូវធ្វើអីតែពេលហ្នឹងគាត់ក៏បានទទួលនៅសេវាកម្មមួយដើម្បីរៀបចំពិធីបុណ្យសពជូនឪពុកម្ដាយគាត់ប៉ុន្តែគាត់ក៏បានប្រាប់ថាសេវាកម្មដែលគេផ្ដល់ឲ្យហ្នឹងអត់ស័ក្តិសមទៅនឹងតម្លៃដែលគេយកពីគាត់ទេអញ្ចឹងក្រោយពេលដែលសម្ភាសនៅគ្រួសារទាំងពីរនេះហើយក្រុមពួកខ្ញុំក៏បានសរុបសេចក្តីមកថានៅពេលដែលយើងបាត់បង់មនុស្សដែលយើងស្រឡាញ់ទីមួយគឺយើងពិតជាពិបាកចិត្តប៉ុន្តែអ្វីដែលវាពិបាកជាងនឹងទៀតគឺយើងអត់ដឹងថាតើយើងគួរតែរៀបចំពិធីបុណ្យសពជូនពួកគាត់ដោយរបៀបណាបើមិនបើយើងអត់មានបងប្អូនមកចាំជួយហើយនៅពេលហ្នឹងយើងអត់ដឹងថាទៅរកសេវាកម្មនឹងនៅកន្លែងណាដើម្បីមករៀបចំឯងទោះបីជាយើងដឹងថាសេវាកម្មនឹងមានហើយក៏មិនប្រកាសថាតម្លៃដែលគេផ្ដល់ឲ្យយើងនឹងគឺវាសមរម្យដែរដោយសារតែបញ្ហាទាំងអស់ហ្នឹងពិតជាកើតឡើងពិតមែននៅពេលដែលយើងស្ថិតក្នុងស្ថានភាពបែបហ្នឹងអញ្ចឹងក្រុមហ៊ុនពួកខ្ញុំក៏បានស្វែងរកដំណោះស្រាយមួយដោយបង្កើតទៅលើ app ដែលមានឈ្មោះថា Heartfelt Farewell ដែល app ហ្នឹងគឺមានគោលបំណងសំខាន់ចំនួន2ទី1គឺធ្វើឲ្យការរៀបចំពិធីបុណ្យសពហ្នឹងកាន់តែងាយស្រួលជាងមុនហើយទី2ផ្ដល់ទៅឲ្យអ្នកដែលគាត់ត្រូវការសេវាកម្មហ្នឹងភ្លាមអញ្ចឹងនៅពេលដែលគាត់ចុចចូលមកក្នុង app របស់ពួកយើងទី1គឺគាត់អាចចុច call មកពួកយើងនៅពេលដែលគាត់ត្រូវការសេវាកម្មរៀបចំពិធីបុណ្យសពហ្នឹងភ្លាមហើយទី2គឺគាត់អាចជ្រើសរើសនៅកញ្ចប់ឬក៏ package ដែលពួកយើងបានរៀបចំជូនគាត់ហើយស្រេចនៅក្នុងការធ្វើពិធីបុណ្យសពទៅដល់គ្រួសារផងគាត់ហើយទី3គឺគាត់អាចរៀបចំនៅកញ្ចប់ហ្នឹងដោយខ្លួនឯងជ្រើសរើសទៅតាមអ្វីដែលគាត់ចង់បានហើយនេះគឺជា prototype នៃ app របស់ពួកយើងអញ្ចឹងទៅទស្សនាវីដេអូទាំងអស់គ្នាដើម្បីយល់ដឹងពីរបៀបប្រើប្រាស់ app មួយនេះដើម្បីប្រើប្រាស់នៅកម្មវិធី App Heartfelt លោកអ្នកគ្រាន់តែទាញយករួចបំពេញព័ត៌មានចាំបាច់ផ្ទាល់ខ្លួនលោកអ្នកនឹងអាចប្រើប្រាស់កម្មវិធីដោយធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃមើលឃើញពីការរៀបចំនៃកម្មវិធីបូករួមទាំងការបដិឆេទមិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្វែងរកនៅកញ្ចប់សេវាកម្មដែលមានតម្លៃចាប់ពីកម្រិតមធ្យមកណ្ដាលនិងធំជាពិសេសលោកអ្នកក៏អាចជ្រើសរើសយកនៅសេវាកម្មដែលខ្លួនឯងស្របទៅតាមតម្រូវការមើលការរក្សាទុកនិងធ្វើការទំនាក់ទំនងបន្ទាន់ដែលមានបម្រើសេវាកម្ម24ម៉ោងហើយ app របស់ពួកយើងគឺបានផ្ដោតសំខាន់ទៅលើការជួយត្រូវនៅដំណោះស្រាយជូនទៅដល់មនុស្សឬក៏គ្រួសារដែលគាត់កំពុងតែបាត់បង់មនុស្សជាទីស្រឡាញ់នៅពេលដែលគាត់ត្រូវការសេវាកម្មដើម្បីរៀបចំពិធីបុណ្យសពហើយគឺជាអ្នកដែលរស់នៅទីក្រុងភ្នំពេញនិងប្រាក់ចំណូលប្រចាំខែផងគាត់នឹងគឺកម្រិតមធ្យមចុះឡើងពី$500ទៅ$1,200អញ្ចឹងនៅពេលដែលអតិថិជនទាំងអស់នោះមកប្រើប្រាស់នៅ app របស់ពួកយើងនឹងផ្ដល់នូវគុណតម្លៃទៅដល់គាត់ដូចជាទីមួយគឺគាត់អាចរៀបចំនៅពិធីបុណ្យសពជាកញ្ចប់ហ្នឹងដោយខ្លួនឯងទៅតាមតម្រូវការនិងអ្វីដែលគាត់ចង់បានហើយទី2គឺគាត់អាចជ្រើសរើសនៅកញ្ចប់ដែលពួកយើងផ្ដល់គាត់ឲ្យស្រាប់ហើយទី3គាត់អាចតាក់ទងមកពួកយើងដោយផ្ទាល់នៅពេលដែលគាត់ត្រូវការសេវាកម្មទាំងអស់នោះភ្លាមហើយដំណោះស្រាយដែលពួកយើងមានហ្នឹងគឺជាតម្រូវការរបស់មនុស្សភាគច្រើនមែនអត់វាជារឿងធម្មជាតិទេមនុស្សមានកើតគឺមានស្លាប់ហើយតាមរយៈការសិក្សាស្រាវជ្រាវផងក្រុមរបស់ពួកខ្ញុំហ្នឹងបានឲ្យឃើញថានៅប្រទេសកម្ពុជាក្នុងរយៈពេល1ឆ្នាំហ្នឹងមានមនុស្សដែលស្លាប់អត់តិចជាង10000នាក់ឯងអញ្ចឹងវាក៏ច្បាស់ណាស់ដែរថាមិនតិចជាង10000គ្រួសារដែលគាត់កំពុងតែពិបាកចិត្តនឹងជួបបញ្ហាហើយត្រូវការដំណោះស្រាយដោយសារតែទីផ្សារក៏ធំអ្នកត្រូវការដំណោះស្រាយក៏ច្រើនអញ្ចឹងជារឿងធម្មតាដែលយើងមានដៃគូប្រកួតប្រជែងហើយដែលដៃគូប្រកួតប្រជែងយើង
គឺយើងហៅឃើញចំនួន2ទី1គឺ Evergreen Funeral Service ហើយនិងទី2គឺមរតក Memorial Planning ដែលដៃគូប្រកួតប្រជែងរបស់យើងទាំងពីរហ្នឹងគឺគាត់បានផ្ដល់នៅជាកញ្ចប់ជូនទៅដល់អតិថិជនដើម្បីរៀបចំនៅពិធីបុណ្យសពហ្មងតែអ្វីដែលពួកគាត់អត់មានគឺអតិថិជនអាចតាក់ទងទៅគាត់ដើម្បីផ្ដល់សេវាកម្មភ្លាមៗបានទេហើយអតិថិជនក៏គាត់អាចរៀបចំនៅកញ្ចប់ពិធីបុណ្យសពហ្នឹងដោយខ្លួនឯងទៅតាមតម្រូវការរបស់គាត់បានដែរសម្រាប់ដំណោះស្រាយផង app ផងពួកយើងវិញគឺយើងផ្ដល់ទាំង3ឲ្យពួកគាត់ហ្មងគាត់អាចរៀបចំពិធីបុណ្យសពដោយខ្លួនឯងមានកញ្ចប់សម្រាប់ជ្រើសរើសហើយគាត់អាចតាក់ទងមួយពួកយើងដោយផ្ទាល់នៅពេលដែលគាត់ជួបបញ្ហាភ្លាមៗឬក៏ថាការសេវាកម្មភ្លាមៗហ្នឹងហ្មងហើយ app ផងពួកយើងគឺមានដៃគូសហការធំៗចំនួន2ទី1តាក់ទងទៅនឹងការបង់ប្រាក់តាមរយៈ online គឺយើងសហការជាមួយធនាគារ ABA និងធនាគារ Excelida ហើយមួយទៀតតងជាមួយនឹងអ្នកដែលផ្ដល់សេវាកម្មគឺយើងធ្វើដៃគូជាមួយនឹង Yin Paradise ហើយនឹង Yim Undertaker ដើម្បីផ្ដល់ជាកញ្ចប់ឬក៏ជាការរៀបចំពិធីបុណ្យសពហ្នឹងទៅដល់អតិថិជនរបស់ពួកយើងដើម្បីឲ្យ app របស់ពួកយើងដំណើរការបានឬក៏ដំណោះស្រាយរបស់ពួកយើងអាចកាត់មានឡើងគឺយើងត្រូវការធនធានមនុស្សចំនួន5ផ្នែកទី1គឺ app developer អ្នកដែលគាត់ build ទៅលើ app ហើយ data analyst សម្រាប់អ្នក analyze ទៅលើ data អ្នក marketing ដើម្បីផ្សព្វផ្សាយ app របស់ពួកយើងឲ្យមនុស្សបានស្គាល់ច្រើននិងប្រើប្រាស់កាន់តែច្រើនហើយនឹង designer គឺអ្នកដែលគាត់ចាំ design ទៅលើ interface របស់ app ហើយចុងក្រោយគេ consultant និង service អ្នកដែលគាត់ចាំលើទូរស័ព្ទនៅពេលដែលអតិថិជនតាក់ទងមកយើងភ្លាមៗចំពោះដំណោះស្រាយរបស់ពួកយើងក្នុងរយៈពេលឥឡូវហ្នឹងឬក៏ short term goal គឺយើងនឹងបង្កើត app នៅក្នុង app ហ្នឹងបានផ្ដល់ជាកញ្ចប់ដើម្បីឲ្យអតិថិជនរបស់ពួកយើងអាចជ្រើសរើសដើម្បីទៅធ្វើពិធីបុណ្យសពបានហើយសេវាកម្មរបស់ពួកយើងគឺផ្ដល់ជូនចំពោះអ្នកដែលរស់នៅទីក្រុងភ្នំពេញសិនចំពោះ mid term goal គឺយើងនឹងបន្ថែមមុខងារថ្មីទៅក្នុង app យើងដើម្បីឲ្យអតិថិជនគាត់អាចរៀបចំនៅពិធីបុណ្យសពដោយខ្លួនឯងទៅតាមតម្រូវការឬក៏អ្វីដែលគាត់ចង់បានហើយចំពោះ long term goal នៅថ្ងៃខាងមុខទៀតពួកយើងនឹងពង្រីកសេវាកម្មរបស់ពួកយើងដើម្បីផ្ដល់ជូនទៅដល់អតិថិជនដែលស្ថិតនៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជាអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណ